ពីមុននេះយើងអត់ឃ្លានបន្ទាប់ទៅធ្វើម៉េចរកឲ្យខាងឆ្អែតសិនបន្ទាប់ពីនោះធ្វើម៉េចឲ្យឆ្អែតហើយឲ្យឆ្ងាញ់ឥឡូវនេះដល់ដំណាក់កាលឲ្យឆ្អែតហើយឲ្យឆ្ងាញ់និងឲ្យធានាសុខភាពឥឡូវនេះកំពុងតែទៅគិតអំពីសុវត្ថិភាពនៃអ្នកប្រើប្រាស់គ្រប់ផ្នែកទាំងអស់ត្រូវគិតលើរឿងហ្នឹងសុវត្ថិភាពនៃអ្នកប្រើប្រាស់តែជាចំណុចត្រូវយកចិត្តទុកដាក់ជាមួយនឹងការផលិតដោយមិនប្រើជីគីមីឬក៏ប្រើដែរតែកុំប្រើហួសជ្រុលប៉ុន្តែលើកទឹកចិត្តឲ្យផលិតដោយជីសរីរាង្គដែលវាធានាសុខភាពប្រជាជនយើងកំពុងគិតទៅដល់ធានានៅសន្តិសុខស្បៀងផងនិងធានាទៅដល់សុវត្ថិភាពសុខភាពនៃអ្នកប្រើប្រាស់ផងដែរបន្លែបកាក៏ត្រូវមានការដាប់ដុះរបៀបណាធានាចូលទីផ្សារកុំឲ្យប៉ះពាល់សុវត្ថិភាពនៃអ្នកប្រើប្រាស់